សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះសូមណែនាំអារម្មណ៍បងប្អូនមកតាមដានទស្សនាហាងឆេងមាសថ្ងៃទី19និងទី20សម្រាប់ហាងឆេងមាសថ្ងៃទី19និងទី20គឺលក់ចេញ$402ចំណែកឯទិញចូលគឺ387ផ្លាទីនទឹក7គឺលក់ចេញ260សម្រាប់ទិញចូលគឺ235ចាបងប្អូនទាំងអស់គ្នាហាងឆេងមាសថ្ងៃនេះនិងថ្ងៃស្អែកដែលជាថ្ងៃអាទិត្យថ្ងៃទី20គឺឡើង$1បើប្រៀបធៀបទៅនឹងម្សិលមិញថ្ងៃទី18គឺត្រឹមតែ$401តែប៉ុណ្ណោះតែថ្ងៃនេះគឺឡើងទៅដល់402អញ្ចឹងហើយគឺមិនទាន់មានភាពធ្លាក់ចុះទេបងប្អូនគឺកើនពីម្សិលមិញចំនួន$1ហើយអញ្ចឹងគឺយើងចាំតាមដានអ៊ុតមើលនៅថ្ងៃច័ន្ទពីព្រោះហាងឆេងនេះគឺសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យស្អែកនេះចាហើយអញ្ចឹងបងប្អូនទាំងអស់គ្នាបន្ទាប់ពីទេសនានៅហាងឆេងមាសចប់ហើយបងប្អូនអាចមកទេសនានៅម៉ូដចិញ្ចៀនស្អាតៗដែលមួយវងតែ5ហ៊ុនទេបងប្អូនអញ្ចឹងបើសិនជាមាសមួយជី400ចាបងប្អូនអាចຕົកត្រឹម200ជាងទៅគឺធ្វើបាន5ហ៊ុនហើយ5ហ៊ុនបានជៀនមួយវងបងប្អូនទាំងអស់គ្នាហើយជៀនស្អាតចំណែកនេះគឺខ្សែដៃបងប្អូនទាំងអស់គ្នាឈុតក្មេងស្រីមាសគីឡូចឹងមានខ្សែកមានខ្សែដៃចឹងទៅបងប្អូនស្អាតណាហើយសម្រាប់នេះគឺខ្សែដៃសម្រាប់នៅធំគឺទម្ងន់ 2G មាសបងប្អូនណាស្អាតខ្លាំងមែនតើសម្រាប់ channel នេះនាងខ្ញុំនឹងធ្វើនៅតាក់ទងនឹងការឡើងចុះមាសអញ្ចឹងបងប្អូនតាមដានចង់ដឹងចង់ទស្សនាការឡើងចុះរបស់មាសហើយនឹងម៉ូដថ្មីរបស់មាសបងប្អូនអាចចូលមកទស្សនាបាននៅក្នុងវីដេអូនេះមិនខកបំណងទេបងប្អូនដោយសារតែគ្រឿងអលង្ការវាសំខាន់សម្រាប់មនុស្សយើងបើសិនជាបងប្អូនខ្លះគាត់មិនចូលចិត្តពាក់មាសក៏គាត់ចូលចិត្តពាក់នៅគ្រឿងលម្អខ្លួនបែបជាអ៊ីណុកបែបផ្លាទីនសអីចឹងទៅបងប្អូនគឺតាមចំណង់ចូលចិត្តប៉ុន្តែមនុស្សម្នាក់គឺត្រូវតែមានការលម្អខ្លួនមិនថាតិចឬច្រើនទេសាមញ្ញបំផុតក៏មានកូនកវលទូចមួយជៀនទូចមួយនៅនឹងដៃដែរអញ្ចឹងសម្រាប់នេះគឺជាខ្សែកដែលមានបន្តោងរូបនាគនាគរាជហើយនឹងពស់ចាហើយនេះគឺជាកងដៃដែលគេហៅថាផ្កាអីបងប្អូននេះការអត់ស្គាល់ថាផ្កាអីទេប៉ុន្តែស្អាតហើយវាចាំងភ្លឺផ្លេចបងប្អូនសម្រាប់ម៉ូដនឹងដោយសារតែគេចិត្តហើយនៅមានម៉ូដច្រើនទៀតបងប្អូនកុំអាចចេញទៅណានាងខ្ញុំពំនាំមកច្រើនណាដែលជាម៉ូដថ្មីសម្រាប់បងប្អូនទេសនាសម្រាប់នេះគឺជាកងដែលមានម៉ូដស្លឹកឈើបងប្អូនអញ្ចឹងគឺស្អាតខ្លាំងមែនតើកងដៃមាសហើយក៏មានជៀនដែលជាគូប៉ុន្តែខ្ញុំអត់បានដាក់ជៀនមកមួយបន្ទាប់ទៀតបងប្អូនទៅមើលយើងមានបែបជាម៉ូដដែលបន្តោងខ្សែកកាលពីមុនណាបងប្អូនខ្សែកបែបនេះគឺពេញនិយមខ្លាំងមែនតើដែលមានជារូបស្លឹកពោរូបបន្តោងមូលបន្តោងបេះដូងបន្តោងកាក់អីចឹងទៅគឺសម័យពីដើមចាស់គាត់ធ្វើមាសមកគឺតាធ្វើតែបន្តោងអញ្ចឹងឯងហើយដាក់នៅក្នុងតពួកហ្នឹងចឹងពាក់ហើយគឺថាអូយពាក់ហើយស្អាតយកតាណាមអស់ចឹងសូមអរគុណសម្រាប់បងប្អូនតាមដានទេសនាសូមអញ្ញាតគ្រប់នឹងជម្រាបលាជួបនឹងខ្ញុំវីដេអូក្រោយបាយបាយ